Tiếp số bóng sẽ làm video បន្ទាប់នេះដែរគឺបងអូននឹងបង្ហាញជូនបងអំពីការអាប់ដេតទៅលើតម្លៃក៏ដូចជាការ discount ហើយមួយទៀតគឺការបិទបើកចំនួន room allotment ជាដើមអញ្ចឹងដើម្បីកុំឲ្យកាត់ PU គឺបងអូនសូមបង្ហាញជូនបងតែម្ដងគឺយើងចូលមក accommodation នឹងមកគឺយើងជ្រើសរើសយក property នឹងដដែលហើយវានឹងសូទៅលើ property ដែលយើងបានបង្កើតចំណុចបន្ទាប់ហ្នឹងគឺបងអូននឹងចូលទៅ update room allotment នៅលើ property Memon Palace Resort ហ្នឹងគឺយើងចូលមក room Thai ហ្នឹងមកយើងចុចមកគឺវានឹងចេញហើយទៅលើ room Thai ហ្នឹងដែរគឺយើងបាន add ពីមុនរួចហើយប៉ុន្តែយើងចង់ update តម្លៃឬក៏ការ discount ជាដើមហ្នឹងអញ្ចឹងយើងចូលមកកន្លែង icon ខ្មៅដៃខាងក្រោមនេះមកគឺវាលើលោពាក្យថា edit ហ្នឹងដល់ពេលដែលយើងចុចលូតមកគឺយើងអូមកយើង scroll មកក្រោមមកគឺនឹងឃើញហើយជាតម្លៃអញ្ចឹងយើងចង់ update តម្លៃយើងដូរដាក់ការតម្លៃទៀតជាមុនឬក៏ឡើងជាមុនអញ្ចឹងបងហើយមួយទៀតគឺទៅលើ discount យើងថយ discount មកវិញឬគឺយើងចង់ដាក់ discount 50% នឹងដដែលអាស្រ័យលើបងជាអ្នកកំណត់ទេហើយទៅលើចំនួន room allotment យើងដាក់3ឬក៏ដាក់ច្រើនជាងហ្នឹងអាស្រ័យជាក់ស្ដែងថា available ចំនួនប្រមាណដែរអញ្ចឹងបងអូខេអញ្ចឹងមួយទៀតគឺសម្រាប់ចំណុចផ្សេងៗដូចជាអត់មានការ update អីទេគឺយើងមិនចាំបាច់ទៅកែប្រែទេយើងកែប្រែតែទៅលើតម្លៃ discount ហើយនឹងចំនួន allotment តែពីយើងបាន update រួចហើយគឺយើងចូលចុចទៅលើប៊ូតុង OK មកគឺរំលឹកការស្រេចហើយគឺវានឹងផ្លាស់ប្ដូរតម្លៃហើយអញ្ចឹងបងអញ្ចឹងបើសិនជាករណីដែលបងចង់កែប្រែពីក្រោយទៀតបងចូលទៅកន្លែង icon ខ្មៅដៃហ្នឹងមកបងគ្រាន់តែដូរតម្លៃចំនួន discount ហើយនិងចំនួន room allotment គឺរំលឹកការស្រេចហើយបងអញ្ចឹងសម្រាប់វីដេអូបង្ហាញជូនបងទៅលើការ update room allotment ប្រាយហើយនិងការ discount ហ្នឹងគឺមានតែប៉ុណ្្នឹងទេមកសូមអរគុណបង